Radio Free Asia. Tênនេះគឺមន្ទីរស21ជាគុកសម្ងាត់របស់អង្គការបដិវត្តខ្មែរក្រហមនៃរបបកម្ពុជាប្រជាធិបតេយ្យអ្នកទោសជាង 12000 នាក់ភាគច្រើនសុទ្ធតែត្រូវបានថតរូបទុកជាភស្តុតាងនៅពេលនាំខ្លួនមកដល់ទីនេះលោកញ៉ែមអេនជាអតីតអ្នកថតរូបម្នាក់នៅក្នុងមន្ទីរស21ឬគុកទួលស្លែងនេះលោកញ៉ែមអេនលោកចាំបានទេថារូបថតទាំងអស់នេះនៅក្នុងគុកទួលស្លែងនេះថារូបថតណាខ្លះដែលលោកបានថតនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យដែលលោកបានធ្វើការនៅក្នុងមន្ទីរស21នេះបាទសូមជម្រាបជូនទៅបងជីវតាយកព័ត៌មានទូរស័ព្ទនេះថារូបភាពបងស្រីគុណសុននេះគឺខ្ញុំថតពិតប្រាកដបាទថតពិតប្រាកដបានន័យថាសម័យនោះបានន័យថារូបថតគាត់35ឆ្នាំជាងនៅតែស្អាតនៅតែស្រស់បានន័យថាកាលនោះគេប្រើម៉ាស៊ីនកាមេរ៉ានេះកាមេរ៉ានេះតែម្ដងលោកបានប្រើប្រាស់បាទកាមេរ៉ានេះពេលដែលយើងថតទៅយើងប្រើល្បឿនយើងប្រើម៉ែត្រប្រើคลิปផ្លាស់អញ្ចឹងគឺសម័យនោះគឺរៀបចំបើសិនជាយើងរៀបចំស្អាតយើងថតមកស្អាតទេគឺអង្គការក៏មិនឲ្យយើងរស់ពីប្រទេសព្រោះការសម័យនោះគឺយើងធ្វើការនៅទួលស្លែងនេះពូពេជ្រការប្រយ័ត្នអញ្ចឹងបានរូបភាពនៅទួលស្លែងទាំងវ៉ាន់គឺ95%គឺស្អាតហ្មងបាទកម្រខូចណាក្នុងចំណោម100ខូច1ឬ1000ខូច2ទេបាទលោកចាំបានទេថាតើជនរងគ្រោះច័ន្ទកឹមស្រុននេះជាអ្នកណាដែរច័ន្ទកឹមស្រុននេះតាមខ្ញុំដឹងជាមន្ត្រីប្រពន្ធមន្ត្រីកម្មាភិបាលមួយរូបនៅក្នុងកាលនោះគេភ្ជាប់នៅភូមិភាគនេដីនិងភូមិភាគបូព៌ាប៉ុន្តែការចាប់គាត់មកនេះគឺចាប់មកពីតំបន់គេថាតំបន់ភាគខាងត្បូងនៃប្រទេសកម្ពុជាណោះហើយថាភូមិភាគអីថាវាជាតំបន់25ឬក៏ជាតំបន់មួយដែលពាក់ព័ន្ធពីរួមតំបន់25នេះចាប់មកច្រើនណាបាទគណៈស្រុកក៏ចាប់គណៈតំបន់ក៏ចាប់លេខាក៏ចាប់លេខាតំបន់ក៏ចាប់គាត់ខុសឲ្យដែរតាមបើនិយាយទៅគាត់មិនខុសទេបើនិយាយទៅគាត់មិនខុសអីសោះក៏ប៉ុន្តែគេចាប់ប្តីចាប់ពុនអញ្ចឹងប្តីគាត់មកចាប់មកមន្ទីរ21នេះដែរបាទចាប់មកមុនលោកដឹងច្បាស់ថាប្តីរបស់គាត់មកប៉ុន្តែកាលនោះដូចជាអ្នកទោសចូលច្រើនយើងប្រឯកសារទាំងអស់គេមិនឲ្យយើងដឹងទេបងគេមិនឲ្យយើងដឹងក៏ប៉ុន្តែគាត់យើងទៅអ្នកថតគាត់តែយើងគាត់ទៅមើលមកឡានគេដឹកយកមកគេមានដាក់ណូសកអញ្ចឹងឡានកាលនោះមានឡានពិសេសគេគឺឡានសម្រាប់ដឹកអ្នកធំចាត់អ្នកធំឲ្យដាក់ណូសកនាសាក្រុងដូច្នេះកងពិសេសគេដល់ចាប់ពួកអ្នកធំនឹងមករូបថតនេះមានកូនតូចនៅនឹងដៃគាត់ផងថាតើនៅពេលដែលលោកថតរូបគាត់នៅពេលនោះលោកចាំបានទេថាតើទឹកមុខរបស់គាត់ឬក៏ការនិយាយស្ដីរបស់គាត់ហ្នឹងលោកចាំបានទេនៅពេលនោះគាត់បានមានពលពាក្យដែរគាត់ថាគាត់ខុសអីគាត់អត់មានរឿងអីសោះជាមួយអង្គការនៅក្នុងតំបន់នោះភូមិភាគអត់មានអីសោះក៏ប៉ុន្តែរឿងប្តីគាត់ក៏អត់ដឹងជាគាត់ធ្វើការអីឬគាត់តាក់ទងនឹងមួយអ្នកណាអីចឹងគាត់ដឹងតែចំពោះគាត់បាននិយាយថាគាត់អត់មានដឹងរឿងផងប៉ុន្តែធម្មតាសម័យនេះអង្គការទៅចាប់ប្តីឲ្យប្រពន្ធគឺអត់រួចទេទៅតែមកបន្តនេះប្រសពតិចណាចាប់ប្តីប្រពន្ធទៅប្តីប្រពន្ធមកបាទហើយក្រោយពីថតរូបគាត់ហើយយ៉ាងម៉េចទៀតវាសនារបស់គាត់ក្រោយពីថតរូបហើយមានឆ្មាំគុកគេបញ្ជូនគាត់មកដាក់គុកជួបគាត់ដាក់គុកហើយហ្នឹងគឺអ្នកទោសដែលចូលគុកទួលស្លែងនេះគឺកម្របានរួចណាគឺ90%គឺស្លាប់តែម្ដងបាទមិនថាតូចមិនថាក្មេងថាប្រុសថាស្រីគឺរកបានរស់ណាបាទរកបានរស់បាទអានេះជាការពិតដែលខ្ញុំលើកជាក់ស្ដែងនេះប៉ុន្តែសម័យនោះបើនិយាយចំនេះយើងអាចជួយអត់ជួយអ្នកណាបានទេភាសាខ្មែរក្រហមគេច្រើននិយាយមួយថាក្បាលអ្នកណាសក់នឹងការងារគេដឹងការងារយើងដែរគឺភារកិច្ចខ្ញុំអ្នកថតធ្វើមិនចិត្តផ្ចាំងរូបថតសំចង់ធ្វើមិនឲ្យខុសម៉ែត្រមិនខុសពលឺលបឿននឹងផ្លាស់រៀបចំនេះឲ្យខុសស្អាតបើខូចអាចអន្តរាយដល់ជីវិតយើងរកអ្នកទោសមកចាប់មកគុកទួលស្លែងនេះត្រូវតែថតឬក៏យ៉ាងម៉េចអ្នកទោសដែលចូលទទួលស្លែងនេះ95%គឺត្រូវតែថតដែលខ្ញុំឃើញហេតុអី
នេះគឺតម្រូវបងការឲ្យថតតែម្ដងមិនថាក្មេងមិនថាប្រុសមិនថាស្រីអ្នកតូចអ្នកធំគឺបានន័យថាអ្នកនៅមកគុកទូស្លៃនេះបើភាគច្រើនគេច្រើនថាគុកពិសេសគុកនេះគុកគឺដាក់តែអ្នកតូចអ្នកធំមកទាំងបើសិនណាจะដាក់តូចអ្នកធំមកគុណគេចាប់ដែរទៅធម្មតាទេតែចាប់ឲ្យពុកម្ដាយមកទៅពូជរូបថតដែលថតឲ្យយកទុកទីណារូបថតដែលខ្ញុំថតឲ្យគឺខ្ញុំមានកន្លែងខ្ញុំមួយប្រឌិតរូបថតផ្ទះនៅទូស្លៃនេះប្រហែលជា200ម៉ែត្រពីទូស្លៃហួរលុយទៅស្អុយបន្តិចហើយខ្ញុំផ្ទះខ្ញុំរូបថតគឺខ្ញុំលាងផងខ្ញុំប្រឌិតផងខ្ញុំយីរួមកាត់តផងយីរួមលេងឆ្នាំផងទាំងអស់បាទទាំងអស់ហ្មងខ្ញុំចង់ឲ្យលោកបញ្យលរូបមួយទៀតនៅក្បែរនេះជារូបរបស់ជនរងគ្រោះច័ន្ទកំសុនដដែលនេះរូបនេះមានឈើនៅកលពីខ្នងគាត់ហើយមានដែកវាស់នៅក្បាលគាត់ហ្នឹងតើយ៉ាងម៉េចរូបហ្នឹងបាទមានន័យយ៉ាងម៉េចខ្ញុំនេះក៏សូមបញ្យលញាតិជាតិអន្តរជាតិទាំងអស់ដែរឲ្យយល់ថាកន្លងមកមានកាយយើងខ្លះគាត់បានថាគេដាក់ទល់អញ្ចឹងគេខួងគោះក្បាលមិនមែនទេរូបភាពនេះគឺដាក់ដៃយើងមកបានន័យថាឲ្យយើងឈរឲ្យត្រង់ដល់ពេលដែលយើងថតទៅកុំឲ្យរូបភាពអៀងមកឃើញរូបថតគឺត្រង់ហើយនេះគេទល់เลยបងកៅនេះគេអង្គុយថតហើយមានម៉ែត្រគេវងគឺកាលនឹងទៅដូចទេគាត់នេះឲ្យធ្វើមុនដំបូងការចូលឆ្នាំ71ដំបូងអត់មានវាស់ម៉ែត្រអីទេថតរូបហើយឈើនេះអត់មានឲ្យធ្វើក្រោយឆ្នាំ77ទេចុង77អីទេហើយមានថតហ្នឹងទៅដាក់ទល់កុំឲ្យយើងយីរួមរូបថតគឺមានកង្វក់ដាក់ទល់ហ្នឹងអត់មានងាកទេបើថានឹងគឺថតមកឃើញដល់ពេលថតទៅគឺនឹងហ្មងហើយកាលពីមុនឲ្យថតតែមុខទេហើយក្រោយមកទៀតឲ្យថតចំហៀងផងក៏ថតពីមុខផងហើយថតចំហទៀតចាំហេតុទេបានចាំបាច់ថតច្រើនអានឹងខ្ញុំអត់យល់តែអង្គការឲ្យធ្វើចឹងគឺតែដូចឲ្យធ្វើចឹងហ្មងគឺតម្រូវរបស់សុនសេនមិនដឹងប៉ុន្តែកាលនោះរូបភាពភាគច្រើនក៏អត់ទៅមានរូបភាពនេះទេគឺការអនុវត្តរបស់អង្គការកន្លងមកគឺតាមដំណើររបស់វាចឹងណាបងប៉ុន្តែក្រោយមកការកែតម្រូវរូបភាពនេះចឹងណាខ្ញុំប្រាប់ថាមិនមែនគេខួងគោះក្បាលទេគេឲ្យនឹងទេជួយឲ្យថតឲ្យនឹងតើរូបថតណាតើរូបថតណាទៀតដែលលោកបានថតរូបថតបាទរូបថតភាគច្រើនខ្ញុំបានថតជាច្រើនសន្លឹកដូចជារូបថតនេះនេះរូបថតនេះបើនិយាយចំទៅមុនយើងថតមុនយើងជួការអ្នកទោសមកច្រើនពេកពេលអ្នកទោសមកច្រើនពេកហ្នឹងទៅគេតម្រូវយកមកដាក់ក្នុងអាគារហ្នឹងទៅបានវាចាក់ដាក់ថតមួយរូបថតនោះមានថតតែមួយហ្នឹងថតទាំងអស់តែម្ដងរូបថតនេះនៅសាលណាដែរបាទអាគារនោះបាទអាគារខ្ពស់នោះបាទអាចប្រាប់ទេបានទេថាតើរូបនេះយ៉ាងម៉េចបានឃើញមនុស្សគោលើគ្នាខាងក្រោយហ្នឹងបាទនេះគឺគេដាក់រោងបាទដូចអានងគេដាក់នងខ្សែ4 20នាក់អញ្ចឹងទៅថតម្ដងមួយបាទនងដៃដាក់កងជើងយ៉ាងមកគេសួរនងដៃចាក់សោថតមួយអញ្ចឹងយ៉ាងម៉េចលោកអេនមកថតមកដល់ក្នុងសាលនេះតែម្ដងបាទក្នុងសាលលើមកសាលអញ្ចឹងថតម្នាក់ហើយឲ្យម្នាក់ចេញទៅថតម្ដងទៀតបាទថតម្នាក់ទៀតព្រោះមនុស្សទាំងអស់ជាប់ខ្នោះទាំងអស់ប៉ុន្តែថតមួយដេកថតមួយថតមួយទាំងអស់បាទក្រៅពីថតរូបតើមុខងារតួនាទីរបស់លោកញ៉ាំអេនធ្វើអីខ្លះទៀតក្រៅពីថតរូបកាលនោះគឺខ្ញុំមានភារកិច្ចទី1ថតរូបហើយដិតថតឲ្យថតកុនប្រចាំកុនពូផែនទីគឺខ្ញុំការខ្ញុំរៀនថតកុនចាំកុនពូផែនទីថតរូបដិតរូបណងបាទកាត់តស៊ីលមួយចំនួនទៀតភារកិច្ចមាន5សំខាន់គឺបដោតទៅស្លាយហើយភារកិច្ចជាចម្បងមួយទៀតដើរតតាមភូមិភាគតាមតំបន់ផ្សេងដូចជាលើកកណ្ដូបជីកបលាយសាក់ដឹកនាំមេខ្មែរក្រហមគាត់ដាក់ទស្សនកិច្ចតាមតំបន់ដូចជាភូមិភាគអ្នកដីភូមិភាគបូព៌ាភូមិភាគពីយកភូមិភាគអិចិមភូមិភាគសានភូមិភាគអ្នកដីភូមិភាគកណ្ដាលនេះទៅគឺខ្ញុំពេលខ្លះគឺខ្ញុំទៅរូបហើយមានគណៈប្រតិភូជាតិនិងអន្តរជាតិមកគឺខ្ញុំអាចទៅបានមួយចំនួនដែរបាទរូបណាខ្លះដែលលោកបានទៅថតនៅទីជនបទកន្លែងធ្វើការងារខ្ញុំថតភាគច្រើនដូចជាយីរួមដូចជាលើកទំនប់30កញ្ញា6មករាបឹងកពីងពួយអង្គពីងថ្ងអីចឹងទៅអារូបធំនៅប្រទេសកម្ពុជាគឺទៅថតមកបាត់ថតអញ្ចឹងយើងទៅមើលរូបដែលលោកបានថតនៅកន្លែងធ្វើការនៅវាលស្រែបាទ